ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណាថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការស្នើសុំបើកអង្គការចុះឈ្មោះជាសមាគមឬអង្គការមិនមែនរដ្ឋាភិបាលចំពោះសំណុំឯកសារដែលត្រូវបំពេញដើម្បីធ្វើការស្នើសុំចុះឈ្មោះនៅក្រសួងមហាផ្ទៃមានដូចខាងក្រោម 1. ពាក្យស្នើសុំចុះឈ្មោះសមាគមឬអង្គការមិនមែនរដ្ឋាភិបាល 2. លិខិតបញ្ជាក់ពីមេឃុំចៅសង្កាត់អំពីទីស្នាក់ការកណ្ដាល 3. លិខិតអនុញ្ញាតឲ្យយកផ្ទះធ្វើជាទីស្នាក់ការកណ្ដាលរបស់សមាគមឬអង្គការ 4. ប្រវត្តិរូបសមាជិកស្ថាបនិកជាជនជាតិខ្មែរយ៉ាងតិច3នាក់ 5. លក្ខន្តិកៈនិងរចនាសម្ព័ន្ធសមាគមឬអង្គការព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DAS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ